ចិញ្ចឹមត្រីក្រំថាតើការចិញ្ចឹមត្រីក្រំហ្នឹងវាផ្ដល់ផលប្រយោជន៍អីខ្លះសម្រាប់យើងអ្នកចិញ្ចឹមណាបាទអញ្ចឹងផលប្រយោជន៍ដែលយើងអាចមើលឃើញនោះបងប្អូនទាំងអស់គ្នាទី1នោះគឺវាធ្វើឲ្យយើងសប្បាយបាទសប្បាយរីករាយបាទកាត់បន្ថយ stress ពេលខ្លះយើងមកពីកន្លែងណាកន្លែងណីហត់នឿយអីយើងអង្គុយមើលត្រីមកសន្ទុះទៅបាទវាធ្វើអារម្មណ៍យើងវាស្រស់ស្រាយហើយយើងទៅធ្វើការងារអីផ្សេងទៅវាមានប្រសិទ្ធភាពបាទជាងមុនមួយទៀតនេះដូចកន្លែងធ្វើការងារអញ្ចឹងពេលខ្លះយើង stress ជាមួយការងារបងប្អូន stress គិតច្រើនតាក់ទងជាមួយនឹងការងារពេលបងប្អូនមកដល់ផ្ទះបងប្អូនមើលត្រីរបស់បងប្អូនមកសន្ទុះទៅតែធ្វើអារម្មណ៍របស់យើងហ្នឹងវាស្រស់ស្រាយជាងមុនបាទបងប្អូនតែងតែឃើញនៅក្នុងរឿងចិនណានៅក្នុងរឿងចិនរឿងហុងកុងអីហ្នឹងនៅក្នុងផ្ទះរបស់គេតែងតែមានទូត្រីមួយនៅក្នុងផ្ទះគេចិញ្ចឹមត្រីដូចជាពួកកតុយ3ឬក៏ត្រីខយឬក៏ត្រីតូចផ្សេងទៀតសម្រាប់គេមើលកំសាន្តហើយតាក់ទងជាមួយនឹងការចិញ្ចឹមត្រីនេះបាទតាមចិនគេជឿទៅលើហុងស៊ុយការចិញ្ចឹមត្រីនេះវាធ្វើឲ្យហុងស៊ុយនឹងវាឡើងល្អបាទហុងស៊ុយវាឡើងល្អយើងចំត្រីនៅផ្ទះអញ្ចឹងទៅវាធ្វើឲ្យហុងស៊ុយនឹងឡើងល្អនេះគឺតកតងមួយជំនឿហុងស៊ុយបាទធ្វើឲ្យយើងនឹងមានបាទសំណាងមានលៀបចូលហុងស៊ុយឡើងបាទរស់ស៊ីកាក់កបអីជាដើមបាទតកតងមួយហុងស៊ុយអញ្ចឹងបាននៅតាមរោងចក្រឬនៅតាមហាងតាមក្រុមហ៊ុនរបស់ចិនហ្នឹងគឺតែងតែមានទូចិញ្ចឹមត្រីមួយដោយទី1ហ្នឹងគឺគេជឿទៅលើហុងស៊ុយហ្នឹងហើយមួយទៀតនោះគឺធ្វើឲ្យបាទអារម្មណ៍យើងស្រស់ស្រាយនៅពេលដែលយើងមកមើលត្រីបាទដល់ចំណីត្រីអីជាដើមដោយនៅតាមរោងចក្របាទបងប្អូននៅតាមរោងចក្រគេមានជាអាងទឹកតូចហើយគេតាំងត្រីបាទត្រី7ពណ៌ឬក៏ប្រភេទត្រីផ្សេងទៀតត្រីខយត្រីអីចឹងទៅដើម្បីអីបុគ្គលិកដែលគាត់ធ្វើការនឿយហត់គាត់ចេញមកគាត់មកមើលត្រីមកសន្ទុះទៅឬក៏បាទកម្មករឬក៏អ្នកធ្វើការផ្សេងទៀតគាត់មកមើលត្រីរបស់គាត់មកសន្ទុះដើម្បីរំសាយបាទភាពតានតឹងតបប្រមល់អីចឹងទៅពេលចូលធ្វើការវិញធ្វើឲ្យប្រសិទ្ធភាពការងារហ្នឹងគឺវាប្រសើរវាលឿនបាទអញ្ចឹងការចិញ្ចឹមត្រីនេះគឺមានផលប្រយោជន៍ល្អបាទមិនមែនឲ្យតែថាការចិញ្ចឹមត្រីហ្នឹងគឺវាមិនល្អនោះទេបងប្អូនការចិញ្ចឹមត្រីគឺមានផលប្រយោជន៍ល្អសូម្បីតែក្មេងៗហ្នឹងក៏អញ្ចឹងដែរបាទព្រោះឲ្យក្មេងៗគាត់សប្បាយរីករាយបាទបន្ទាប់ពីការរៀនសូត្ររបស់គាត់ហ្នឹងអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងទេអរគុណ